ការប្រើប្រាស់អំបិលក្នុងគ្រួសារសម្រាប់ភាពស្រស់ស្អាតនិងសុខភាពដ៏អស្ចារ្យនេះនឹងផ្លាស់ប្ដូរទស្សនវិស័យរបស់អ្នកចំពោះការប្រើប្រាស់អំបិលធម្មតាសួស្តីពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ថ្ងៃនេះសូមលើកយកពីអត្ថប្រយោជន៍នៃអំបិលមកចែកជូនទស្សនាដូច្នេះចង់ដឹងថាតើអំបិលមានអត្ថប្រយោជន៍អ្វីខ្លះសូមទស្សនាវីដេអូនេះទាំងអស់គ្នាខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដ៏អស្ចារ្យទាំង5របស់អំបិលចំពោះសុខភាពទី1បំបត្តិអាការៈឈឺកការឈឺបំពង់កអាចបង្កឡើងដោយហេតុផលជាច្រើនដូចជាជំងឺផ្ដាសាយខ្យល់ស្ងួតឬស្រែកច្រើនពេកឬឆ្លងមេរោគក្នុងបំពង់កអាចព្យាបាលបានដោយការប្រើប្រាស់អំបិលធម្មតាការខ្ពុលមាត់ជាមួយនឹងទឹកអំបិលនឹងជួយប្រយុទ្ធប្រឆាំងនឹងការឈឺចាប់និងការរលាកដែលមានទំនាក់ទំនងជាមួយនឹងការឈឺបំពង់កអំបិលមានតួនាទីដូចជាថ្នាំសម្លាប់មេរោគនិងអាចជួយប្រយុទ្ធប្រឆាំងនឹងការឆ្លងមេរោគដែលធ្វើឲ្យអ្នកឈឺបំពង់កទី2ថ្នាំដុសធ្មេញធម្មជាតិអំបិលគឺជាជម្រើសថ្នាំដុសធ្មេញយ៉ាងមានប្រសិទ្ធភាពដែលអ្នកអាចប្រើក្នុងការសម្អាតធ្មេញនិងបាក់តេរីពីក្នុងមាត់របស់អ្នកភាគល្អិតរបស់អំបិលជួយកម្ចាត់កំណរជាប់ធ្មេញដែលវាអាចកាត់បន្ថយហានិភ័យនៃបញ្ហាមាត់ធ្មេញជាច្រើនលើសពីនេះទៅទៀតអំបិលដែលយើងប្រើទូទៅគឺជាគ្រឿងផ្សំដែលគេប្រើប្រាស់យ៉ាងទូលំទូលាយភាគច្រើននៅក្នុងផលិតផលថែរក្សាមាត់ធ្មេញទី3កាត់បន្ថយការហើមភ្នែកមិនថាអ្នកមានបញ្ហាហើមភ្នែកនៅពេលព្រឹកដោយសារតែការចូលគេងយប់ជ្រៅឬបន្ទាប់ពីការយំអ្នកអាចកាត់បន្ថយបញ្ហានេះបានយ៉ាងងាយស្រួលជាមួយនឹងការប្រើប្រាស់អំបិលលាយទឹកអំបិលនឹងជួយដកចេញជាតិទឹកក្រោមភ្នែកនិងធ្វើការរឹតបន្តឹងស្បែកចំណែកកម្ដៅនៃទឹកក្ដៅអ៊ុនៗនិងកាត់បន្ថយរលាកទី4សត្វល្អិតខាំឬតិចសត្វល្អិតខាំឬតិចអាចធ្វើឲ្យអ្នកមានការឈឺចាប់និងរមាស់ដើម្បីកាត់បន្ថយការឈឺចាប់នេះអំបិលអាចជួយដោះស្រាយបញ្ហានេះបានអំបិលគឺជាវិធីល្អបំផុតក្នុងការជួយបន្សាបពិសរបស់សត្វឃ្មុំដោយសារតែលក្ខណៈសម្បត្តិសម្លាប់មេរោគរបស់វាអំបិលអាចសម្លាប់មេរោគកន្លែងដែលមានរបួសបានវាដកជាតិពុលភ្លាមពីកន្លែងមានរបួសនិងជួយកាត់បន្ថយការឈឺចាប់និងការរលាកបានយ៉ាងមានប្រសិទ្ធភាពទី5ព្យាបាលហៀសម្បោរឬតឹងច្រមុះសម្រាប់មនុស្សពេញវ័យឬកូនក្មេងការលាងច្រមុះជាមួយនឹងទឹកអំបិលគឺជាវិធីព្យាបាលបែបបុរាណមួយប្រភេទដែលល្អបំផុតសម្រាប់ការព្យាបាលបញ្ហាហៀសម្បោរអំបិលនឹងជួយបន្ធូរបន្ថយការឡើងស្លេសធ្វើឲ្យវាមានភាពងាយស្រួលក្នុងការចេញពីច្រមុះវាថែមទាំងជួយលាងរន្ធច្រមុះពីការរលាកនិងធ្វើឲ្យអ្នកមានភាពងាយស្រួលក្នុងការដកដង្ហើមសូមអរគុណចំពោះពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់ដែលបានទស្សនាវីដេអូរបស់យើងខ្ញុំបើយល់ថាវីដេអូនេះមានប្រយោជន៍សូមជួយចែករំលែកបន្តសូមកុំភ្លេចរងចាំទស្សនាវីដេអូថ្មីទៀត